សួស្តីអស់លោកអ្នកនាងជាទីគោរពខ្ញុំបាទឡុងវ៉ាន់តុនសមាគមខ្មែរសញ្ជាតិអាមេរិកក្រុង Modesto ហើយនឹងជាបុគ្គលិកដែលធ្វើការបម្រើកិច្ចការទូទៅនៅក្នុងសមាគម The Bridge លំដាប់តទៅនេះសូមអស់លោកអ្នកនាងកំសាន្តសប្បាយរីករាយជាមួយនឹងកម្មវិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តឡើងកាលពីថ្ងៃសុក្រទី8ខែមេសាឆ្នាំ2005កន្លងទៅនេះជាមួយគ្នានេះអស់លោកអ្នកនាងបានកំសាន្តសប្បាយរីករាយជាមួយនឹងរបាំប្រជាប្រិយខ្មែរនៅក្នុងវត្តខ្មែរទីក្រុង Modesto ដែលដឹកនាំដោយសមាគមយុវជនវត្តខ្មែរ Modesto ហើយបន្តមកទៀតអស់លោកអ្នកនឹងបានទស្សនាកីឡាបាល់ទះដែលដឹកនាំដោយក្រុមកីឡាករខ្មែរក្រុង Modesto សូមអរគុណ
លោកស្រីលោកប្រិយមិត្តបាទជាទីគោរពប្រអាតាមនេះខ្ញុំបានជាសមាជិកនៃសមាគមខ្មែរអមេរិកនៅទីក្រុងប្រេស្តូដែលមានលោកបានទុនបាទលោកបានទុនជាប្រធានសូមថ្លែងអំណរគុណហើយសូមស្វាគមន៍ដល់វត្តមានរបស់លោកស្រីនៅក្នុងរាត្រីនេះជាលើកទី6ហើយដែលសមាគមខ្មែរអមេរិកបានរៀបចំបាទធ្វើតាមជួយធ្វើឲ្យស្បាយនៅក្នុងទីក្រុងប្រេស្តូមានការសប្បាយរីករាយជាពិសេសនៅក្នុងរាត្រីសមាសរនាឱកាសបុណ្យចូលឆ្នាំខ្មែរយើងបាទយើងមានម្ហូបអាហារមានភេសជ្ជៈរៀបចំទទួលដល់លោកស្រីហើយនឹងមានវងភ្លេងនារីត្រីសមាសរនេះរួមកំសាន្តរហូតដល់ម៉ោង1ដែលទៀតអាចទទួលបានណាខ្ញុំទុកណាបាទហើយម្យ៉ាងនេះទៀតដែរបើសិនបើបដិសណ្ឋារកិច្ចរបស់យើងខ្ញុំដែលជាសមាគមខ្មែរអមេរិកធ្វើទៅមិនសមបានគោលបំណងរបស់លោកស្រីសូមមេត្តាខន្តីអភ័យទោសប៉ុន្តែខ្ញុំយល់ថានឹងការនេះទេលើគឺសកម្មភាពឯងទាំងអស់គ្នាបាទហើយជាពិសេសផងដែរសូមអរគុណដល់លោកបានទុនបាទហើយនឹងលោកម៉ៅខំប្រឹងប្រែងនឹងថាតាំងពីយូរយារណាស់មកហើយប្រហែលខែរៀបចំឲ្យពិធីយើងនេះកើតមានឡើងគឺថាគាត់ទាំងពីរហ្នឹងបានពុះពៀមិនថាតបនេះថាលោកតបស្រួយចឹងគឺថារហូតដល់ដល់ខ្ញុំនេះហើយសូមអរគុណដល់លោកអ្នកភ្លេងផងដែរដែលខំចំណាយបាទក្នុងអ្នកភ្លេងនេះដែលខំចំណាយកម្លាំងមកពីទីក្រុងប្រេស្តូមកពីទីក្រុងដេវីស្វីលមកលេងភាសាឲ្យពួកយើងនៅប្រេស្តូនេះបាទតទៅនេះគឺរៀបចំលើកម្ពុជាមួយបាទក្នុងរយៈពេលបន្តិចទៀតបាទហើយនេះម៉ោង9បាទតាមលោកនៅបន្ទប់យើងមានប្រសាសន៍ដល់ម៉ោង9ដូច្នេះសូមភាសាស្ដាយដីភាសាទីក្រុងទីទៀតទៅបន្ទប់វាខ្លះទៅដាក់រហូតផងរហូតឆ្ងាញ់មកសល់បាទក៏បានដែរទៅបាទហើយឥឡូវនេះកុំឲ្យខាតពេលវេលាច្រើនសូមប្របែអារម្មណ៍មកស្ដាប់អ្នកចម្រៀងព្រោះជាពិសេសនេះគឺថាបានបងស្រីបងប្រុសបានជ្រាបព្រោះឥឡូវក្រុមបន្តទៅទៀតអរគុណច្រើន
ญมาជាប្រចាំដើម្បីឲ្យខាតពេលវេលាសូមអរគុណ